ផ្នែកទី1តើបញ្ហាកើតឡើងដោយរបៀបណាជីវិតជាបណ្ដុំនៃព្រឹត្តិការណ៍ដែលពេលខ្លះវិជ្ជមាននិងពេលខ្លះអវិជ្ជមានព្រឹត្តិការណ៍ទាំងនោះនាំឲ្យកើតចិត្តរំភើបដែលជាទូទៅជួយឲ្យយើងទទួលបទពិសោធន៍ពីជីវិតរបស់យើងក្នុងរបៀបវិជ្ជមាននិងពេញលេញបញ្ហាគឺជាផ្នែកមួយនៃជីវិតនិងកើតឡើងនៅក្នុងជីវិតយើងវាធ្វើឲ្យយើងទទួលបានអារម្មណ៍ខុសគ្នានេះជាមូលហេតុដែលវាមានសារៈសំខាន់ក្នុងការយល់ដឹងពីរបៀបដោះស្រាយបញ្ហាឲ្យបានត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាទាំងនោះឲ្យកាន់តែមានប្រសិទ្ធភាពពេលខ្លះយើងជួបប្រទះទៅនឹងស្ថានភាពស្មុគស្មាញហើយរបៀបដែលយើងដោះស្រាយវានោះបានคล้ายទៅជាចំណែកមួយនៃបញ្ហាឧទាហរណ៍ពេលយើងយល់ឃើញថាបញ្ហាវាធំខ្លាំងសម្រាប់យើងលើសពីភាពពិតជាក់ស្ដែងយើងកើតគំនិតថាខ្ញុំមានអារម្មណ៍មិនល្អឬសួរខ្លួនឯងថាហេតុអ្វីវាកើតឡើងចំពោះខ្ញុំយើងមានប្រតិកម្មបែបនេះព្រោះយើងសម្លឹងឃើញបញ្ហាជាការគំរាមកំហែងអារម្មណ៍រងការគំរាមកំហែងនេះមានឥទ្ធិពលអវិជ្ជមានត្រង់ថាពេលមនុស្សម្នាក់ជឿថាបញ្ហានោះធំជាងខ្លួនគាត់នឹងជឿថាខ្លួនគ្មានធនធានគ្រប់គ្រាន់ដើម្បីយកឈ្នះវាទេពេលនោះហើយដែលអារម្មណ៍អស់សង្ឃឹមធ្លាក់ទឹកចិត្តឬថប់បារម្ភចាប់ផ្ដើមលេចឡើងទាំងនេះគឺជាសញ្ញាដំបូងនៃស្ថានភាពផ្លូវចិត្តធ្លាក់ចុះដែលនាំឲ្យយើងពិបាកត្រៀមនិងប្រឈមជាមួយបញ្ហាបន្ទាប់មកការគិតអវិជ្ជមាននិងមិនសមហេតុផលផ្សេងទៀតនឹងកើតឡើងដែលនាំឲ្យយើងដោះស្រាយបញ្ហាគ្មានប្រសិទ្ធភាពនេះជាផ្នែកមួយដែលយើងហៅថាវិធីដោះស្រាយមិនល្អដូចជាហេតុអ្វីជាខ្ញុំវាជាកំហុសខ្ញុំវាមិនអាចកើតឡើងចំពោះខ្ញុំទេខ្ញុំមិនមានតម្លៃទាល់តែសោះខ្ញុំគឺជាមេបញ្ហាបើយើងរាប់បញ្ចូលភាពមិនសុខស្រួលក្នុងចិត្តដែលបណ្ដាលមកពីប្រតិកម្មចិត្តរំភើបវាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលមានមនុស្សជាច្រើនពាក់ព័ន្ធនឹងអកប្បកិរិយាគេចវេសពីភាពមិនសុខស្រួលក្នុងចិត្តនោះថែមទាំងមិនទទួលស្គាល់ថាមានបញ្ហានិងធ្វើដូចជាគ្មានអ្វីកើតឡើងឧទាហរណ៍មួយនៃការដោះស្រាយបញ្ហាដោយដកសកម្មភាពចេញយើងបោះបង់អ្វីដែលយើងចូលចិត្តអ្វីដែលធ្វើឲ្យយើងរំភើបយើងធ្វើតែអ្វីដែលជាទំនួលខុសត្រូវអ្វីដែលចាំបាច់យើងបោះបង់ចោលអ្វីដែលជាចំណងរបស់យើងពេលយើងឈប់ធ្វើសកម្មភាពយើងចាប់ផ្ដើមផ្ដាច់ខ្លួនពីអ្នកដទៃកាត់បន្ថយឱកាសខ្លួនឯងក្នុងការទទួលបានបទពិសោធន៍ល្អថ្មីដែលអាចធ្វើឲ្យយើងមានអារម្មណ៍ប្រសើរយើងបោះបង់ចោលអ្វីដែលមានតម្លៃសម្រាប់យើងអ្វីដែលយើងចូលចិត្តនិងផ្ដល់ភាពរីករាយឲ្យយើងមិនថាជាមនុស្សសកម្មភាពជំនាញការងារសកម្មភាពពេលទំនេរជាដើមវិធីដោះស្រាយបែបនេះមិនជួយឲ្យល្អប្រសើរទេពីព្រោះវាមិនបានជួយដោះស្រាយបញ្ហាហើយប្រហែលជានាំឲ្យកាន់តែពិបាកជាងមុនបុគ្គលនឹងយល់ថាខ្លួនជាមនុស្សខ្វះធនធានគ្មានសមត្ថភាពដោះស្រាយបញ្ហារបស់ខ្លួនហើយសមត្ថភាពនឹងធ្លាក់ចុះវាបង្កើតទៅជាវដ្តនៃបញ្ហាដែលវិលទៅមកនិងនាំឲ្យបញ្ហាកាន់តែធ្ងន់នាំឲ្យមនុស្សទទួលអារម្មណ៍ច្រើនលើសលប់និងមិនអាចដោះស្រាយអ្វីដែលកំពុងកើតឡើង